ម៉ាស៊ីនអូសពណ៌ជូគីនេះជាលេខម៉ូដែលម៉ាកជូគីហើយនេះជាម៉ូទ័រ ISM SV ដក81របៀបកំណត់ល្បឿនកំណត់ម៉ូទ័រវិលបញ្ច្រាសនិងរបៀប reset ជាន់ឈ្នាន់ខាងក្រោមឲ្យម៉ាស៊ីនដំណើរការគឺល្បឿនម៉ាស៊ីនរត់យឺតអញ្ចឹងរបៀបកំណត់ល្បឿនម៉ូទ័រ ISM ចុចអក្សរ M ឲ្យជាប់រួចដកដៃចេញឃើញអក្សរ PO គឺជាកន្លែងកំណត់ល្បឿនតែបើសិនជាយើងចុចអក្សរ M ឲ្យជាប់ដកដៃចេញអត់ឃើញអក្សរ PO ទេបងប្អូនចុចអក្សរ M មួយឬក៏ចុចឲ្យជាប់ក៏បានដែរសំខាន់បងប្អូនរាវរកអក្សរ PO គឺជាកន្លែងកំណត់ល្បឿនបន្ទាប់មកចុច Enter សញ្ញាព្រួញឃើញល្បឿនលេខ5ចុចអក្សរ M មួយឬក៏ចុចឲ្យជាប់ក៏បានដែរសំខាន់បងប្អូនចុចកំណត់ល្បឿនយឺតឬក៏លឿនប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនកំណត់យកល្បឿនប៉ុណ្ណឹងទៅល្បឿនអស់ត្រឹម85បើសិនជាយើងចុចទៅមុខទៀតល្បឿនធ្លាក់មកលេខ2អញ្ចឹងខ្ញុំចុចកំណត់ល្បឿនត្រឹមតែ30ទេបន្ទាប់មករបៀបសែវចុច Enter សញ្ញាព្រួយឲ្យជាប់ឲ្យបាត់ភ្លើងដកដៃចេញល្បឿនសែវជាប់ហើយអញ្ចឹងជាន់ឈ្នាន់ខាងក្រោមឲ្យម៉ាស៊ីនដំណើរការគឺម៉ាស៊ីនល្បឿនលឿនវិញហើយបន្តទៅមុខទៀតកំណត់ម៉ូទ័រវិលបញ្ច្រាសក្បាលម៉ាស៊ីនយើងវិលទៅមុខប្រភេទម៉ាស៊ីនគុណអញ្ចឹងយើងកំណត់ឲ្យវិលត្រឡប់ថយក្រោយដូចម៉ាស៊ីនម្ជុលមួយចុចប៊ូតុងអក្សរ M ឲ្យជាប់ដកដៃចេញឃើញអក្សរ PO ចុចអក្សរ M មួយឬក៏ចុចឲ្យជាប់ក៏បានដែរសំខាន់បងប្អូនចុចកំណត់យកអក្សរ S.0 គឺជាកន្លែងកំណត់ម៉ូទ័រវិលបញ្ច្រាសអញ្ចឹង S.0 ឃើញហើយចុច Enter សញ្ញាព្រួញឃើញ C 2ដងចុចអក្សរ M ឲ្យបាត់ C 1រួចចុច Enter សញ្ញាព្រួញឲ្យជាប់ឲ្យបាត់ភ្លើងដកដៃចេញដើម្បីសែវឲ្យជាប់ជាន់ម៉ាស៊ីនឲ្យដំណើរការក្បាលម៉ាស៊ីនយើងវិលត្រឡប់ថយក្រោយដូចម៉ាស៊ីនម្ជុលមួយអញ្ចឹងយើងកំណត់ម៉ូទ័រក្បាលម៉ាស៊ីនឲ្យវិលទៅមុខធម្មតាវិញចុចអក្សរ M ឲ្យជាប់ដកដៃចេញឃើញអក្សរ S.0 គឺជាកន្លែងកំណត់ម៉ូទ័រវិលបញ្ច្រាសតែបើសិនជាបងប្អូនចុចអក្សរ M ឲ្យជាប់ដកដៃចេញអត់ឃើញអក្សរ S.0 ទេបងប្អូនចុចអក្សរ M មួយឬក៏ចុចឲ្យជាប់ក៏បានដែរសំខាន់បងប្អូនចុចកំណត់យកអក្សរ S.0 គឺជាកន្លែងកំណត់ម៉ូទ័រវិលបញ្ច្រាសបន្ទាប់មកចុច Enter សញ្ញាព្រួញឃើញ C1 ចុចអក្សរ M ឲ្យចេញ C2 រួចចុច Enter សញ្ញាព្រួញឲ្យជាប់ឲ្យបាត់ភ្លើងដើម្បីសែវឲ្យជាប់អញ្ចឹងជាន់ម៉ាស៊ីនឲ្យដំណើរការក្បាលម៉ាស៊ីនយើងគឺវិលត្រឡប់ទៅមុខធម្មតាវិញហើយបន្តទៅមុខទៀតរបៀប Reset Format កំណត់ប្រូក្រាមម៉ាស៊ីនឡើងវិញបិទកុងតាក់ម៉ាស៊ីនបន្ទាប់មកចុចប៊ូតុង2នឹងក្នុងពេលតែមួយរួចបើកកុងតាក់ម៉ាស៊ីនចេញអក្សរបែបហ្នឹងដកដៃចេញរួចចុចអក្សរ M មួយកំណត់ម៉ូដែលម៉ាស៊ីនប្រភេទអីដែលយើងបំពាក់ម៉ូទ័រនឹងប្រភេទម៉ាស៊ីនគុណគឺអក្សរ C5 បន្ទាប់មករបៀបសែវចុច Enter សញ្ញាព្រួញឲ្យជាប់ដកដៃចេញឃើញអក្សរ DA អញ្ចឹងបងប្អូនទៅមើលក្បាលម៉ាស៊ីនយើងវិញប្រភេទម៉ូទ័រ ISM M7 ដក65 គុតហើយសៀវភៅកាតាឡុកអក្សរអ្វីត្រូវនឹងលេខក្បាលម៉ាស៊ីនបងប្អូនចុចយកអក្សរនឹងទៅអញ្ចឹងសៀវភៅកាតាឡុកម៉ូទ័រ ISM
ឯ M7 65 គុតត្រូវនឹងលេខក្បាលម៉ាស៊ីន65គុតដូចគ្នាគឺអក្សរ DA បង្វែរមក motor ISM យើងវិញបើសិនជាយើងសែវហើយអត់ឃើញអក្សរ DA ទេបងប្អូនចុចអក្សរ M11 ចុចរកអក្សរ DA មកដើម្បីសែវឲ្យត្រូវលេខ model ក្បាលម៉ាស៊ីននិងសៀវភៅ catalog រួចចុច enter សញ្ញាព្រួញឲ្យជាប់ឲ្យបាត់ភ្លើងដកដៃចេញរួចបិទកុងតាក់ម៉ាស៊ីនហើយបើកកុងតាក់ម៉ាស៊ីនឡើងវិញនេះហើយគឺជារបៀបកំណត់ល្បឿនកំណត់ motor វិលបញ្ច្រាសនិងរបៀប reset សូមអរគុណ